វត្ថុធាតុដើមចំណីសត្វជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកចែករំលែកទាក់ទងទៅនឹងវត្ថុធាតុដើមចំណីសត្វវត្ថុធាតុដើមចំណីសត្វបែងចែកចេញជាពីរប្រភេទទី1អាហារប្រភេទសរសៃដែលជាអាហារដែលមានជាតិសរសៃខ្ពស់ចាប់ពី 18% ឡើងទៅពិបាករំលាយដូចជាពពួកស្មៅចំបើងអង្កាមជាដើមភាគច្រើននិយមប្រើជាមួយនឹងសត្វក្រពះមួយដូចជាគោក្របីទី2អាហារប្រភេទម៉ត់ដែលមានការសរសៃទាបជាង 18% ឲ្យថាមពលខ្ពស់ងាយស្រួលរំលាយដូចជាពោតដំឡូងមីអង្ករកន្ទក់ពពួកសណ្តែកនិងត្រីម៉ត់ជាដើមហើយអាហារប្រភេទម៉ត់នេះនិយមប្រើជាមួយនឹងសត្វមាន់ទាជ្រូកកងានវត្ថុធាតុដើមចំណីសត្វមានប្រភពបានមកពីពពួករុក្ខជាតិនិងសត្វដែលឆ្លងកាត់ការផលិតតាមដំណាក់កាលដើម្បីយកមកប្រើឲ្យត្រូវតាមប្រភេទសត្វនីមួយៗអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចង់បានចំណេះដឹងទាក់ទងទៅនឹងការចិញ្ចឹមសត្វកុំភ្លេចតាមដានវីដេអូជាបន្តទៀតអរគុណ